មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបោះបង្គោលព្រំដែននៅភូមិប្រច័ន្ទនិងជោគជ័យធ្វើឡើងយ៉ាងម៉ត់ចត់និងទទួលខុសត្រូវខ្ពស់បំផុតដោយឈលលើមូលដ្ឋាននៃឯកសារគតិយុត្តបន្សល់ទុកពីសម័យបារាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានថ្លែងនៅយប់ថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025នេះថាក្នុងរយៈពេលចុងក្រោយនេះក្រុមប្រឆាំងនិងបណ្ដាញសង្គមនៅក្រៅស្រុកព្យាយាមប្រឌិតព័ត៌មានបំភ្លៃបំភ្លើសតាក់ទងនឹងបញ្ហាព្រំដែនជាពិសេសនៅភូមិប្រច័ន្ទនិងភូមិជោគជ័យដែលក្រុមការងារបច្ចេកទេសភាគីកម្ពុជាថៃបាននឹងកំពុងចុះវាស់វែងនិងបង្កើតផែនទីរូបភាពព្រមទាំងការបោះបង្គោលបន្តអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42និង47ស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែន JBC កម្ពុជាថៃកាលពីថ្ងៃទី21-22 ខែតុលាឆ្នាំ2025កន្លងទៅមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានថ្លែងថាការងារវាស់វែងនិងស្វែងរករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលនោះរួមទាំងបង្គោលព្រំដែនលេខ42ដល់47ផងដែរគឺធ្វើឡើងយ៉ាងម៉ត់ចត់និងទទួលខុសត្រូវខ្ពស់បំផុតដោយឈលលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងជាពិសេសកំណត់ហេតុ Pros Wenbo បោះបង្គោលរបស់គណៈកម្មាធិការព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1908ដល់ឆ្នាំ1909និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1919 1920ដូច្នេះក្រុមប្រឆាំងនៅក្រៅស្រុកដែលបង្កើតព័ត៌មានคล้ายៗនិងការផ្សព្វផ្សាយព័ត៌មានមិនពិតញុះញង់គឺដើម្បីរុញឲ្យខ្លោចរួចឲ្យឆៅលើបញ្ហាព្រំដែនតែប៉ុណ្ណោះមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានអំពាវនាវដល់សាធារណជនជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាដែលជានិច្ចការតែងតែប្រកាន់ភ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិដោយប្រកាន់ភ្ជាប់នឹងការគោរពច្បាប់អន្តរជាតិគោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនរវាងឥណ្ឌូចិនសៀមនិងកំជឿលើការញុះញង់ការផ្សាយព័ត៌មានមិនពិតរបស់ក្រុមប្រឆាំង